មកសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយមកបង្ហាញពីការ hack នៅក្នុង master plan ធ្វើម៉េចដើម្បីកុំឲ្យកុំព្យូទ័ររបស់យើងនឹងធ្វើការខ្លាំងឬមួយក៏នៅពេលដែលយើង hack នឹងយើងជួបប្រទះការ restart កុំព្យូទ័រឬមួយក៏គាំងនៅកម្មវិធី AutoCAD របស់យើងអញ្ចឹងចំពោះករណីនេះយើងជួបប្រទះនៅលើកុំព្យូទ័រដែលមាន CPU ល្មមដែលយើងប្រើប្រាស់នៅក្នុងការគូរប្លង់ហើយបញ្ហានោះគឺយើងគូរប្លង់នៅក្នុង master plan ហើយអញ្ចឹងយើងចង់ hack ដូចជាដាក់ស្មៅឬមួយក៏ដាក់កាឡាអីផ្សេងៗគឺយើងមានបញ្ហាបែបហ្នឹងអញ្ចឹងវាជួបប្រទះដោយសារតែយើងគូរហើយយើងមានដើមឈើមានអីអញ្ចឹងកន្លែងនេះគឺយើងអាចចាំយកដើមឈើយកមកដាក់ពីខាងក្រៅក៏បានឬមួយក៏មួយទៀតគឺយើង copy master plan នឹងចេញទៅធ្វើខាងក្រៅដើម្បីកុំឲ្យកុំព្យូទ័ររបស់យើងហ្នឹងវាធ្វើការធ្ងន់ចំពោះការ hack ហ្នឹងបើសិនបើយើង copy យកទៅខាងក្រៅឥឡូវខ្ញុំឧទាហរណ៍ឲ្យអ្នកនរគ្នាមើលសិនអញ្ចឹងអ្នកបើសិនបើយើង void command hack ហើយយើង hack នៅក្នុងនឹងផ្ទាល់តែម្ដងនេះមែនវា slow បែបហ្នឹងវាដើរយូរពេលខ្លះវាអាចនឹង load នៅ restart កុំព្យូទ័ររបស់យើងទៀតអូខេអញ្ចឹងខ្ញុំនឹងមកបង្ហាញពីដំណោះស្រាយមួយហ្នឹងអូខេអញ្ចឹងដើម្បីយើង hack ស្រួលគឺយើងគូរ rectangle ខាងក្រៅមួយមកយើងគូររង្វង់ក៏បាន rectangle ក៏បានដែរដើម្បីស្គាល់នៅខាងក្រៅហ្នឹងប៉ុន្តែហើយតមកយើង copy យកទៅទាំងអស់អូខេយើង copy បែបហ្នឹងមកហើយយើង select ហើយយើង copy មកអូខេខ្ញុំ copy យកមកទុកបែបនេះបន្ទាប់មកខ្ញុំប្រើនៅ command hack នៅកន្លែងហ្នឹងគឺខ្ញុំវាយអក្សរ A មកអូខេខ្ញុំទទួលបាននៅ command hack បែបនេះបន្ទាប់មកយើងគ្រាន់តែចុចលើហ្នឹងវានឹង load ឲ្យយើងតែម្ដងយើងចាំតែបន្តិចទេវាអត់ slow កុំព្យូទ័ររបស់យើងវាអត់ធ្វើការធ្ងន់ទេហើយកន្លែងនេះវាខុសhack នៃការចង់បានរបស់ខ្ញុំអញ្ចឹងខ្ញុំប្រើ Alt A ខ្ញុំ copy យកមកដាក់មកគឺខ្ញុំ copy យកមកដាក់មកបែបហ្នឹងទៅបានហើយអញ្ចឹងដើម្បីយកទៅដាក់នេះយក hack ដែលខ្ញុំដាក់ហ្នឹងយកមកដាក់នៅក្នុង master plan នេះអញ្ចឹងអ្នកទាំងគ្នា select មកអ្នកទាំងគ្នា select ហើយអ្នកទាំងគ្នា copy មកបន្ទាប់មកអ្នកទាំងគ្នាកន្លែងដែលអ្នកទាំងគ្នាគូររង្វង់ឬមួយក៏គូរrectangle ហ្នឹងអ្នកទាំងគ្នា select បែបហ្នឹងហើយចុចយកចំណុចកណ្ដាលហើយ move យកមកដាក់នៅក្នុង master plan របស់អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នានឹងបាន hack នៅក្នុង master plan របស់អ្នកទាំងគ្នាហើយអ្នកទាំងគ្នាអាចលុបនៅចតុកោណកាយនៃគូ rectangle នេះចេញបានហើយអញ្ចឹងបើសិនបើអ្នកទាំងគ្នាចាប់ដើមឈើដាក់ពីខាងក្រៅអ្នកទាំងគ្នាគ្រាន់តែ copy ដើមឈើអ្នកទាំងគ្នាយកមកដាក់ទៅបានហើយអូខេហើយខ្ញុំ recommend មួយមុននឹងអ្នកទាំងគ្នាធ្វើការដាក់ដើមឈើនៅក្នុង master plan របស់អ្នកទាំងគ្នាគួរតែចាក់ hack ឲ្យហើយមុននឹងដាក់ដើមឈើព្រោះអីនៅពេលដែលអ្នកទាំងគ្នាដាក់ដើមឈើឲ្យបញ្ចាក់ hack hack វាស្គាល់នៅ line អញ្ចឹងវាប៉ះពាល់ជាមួយនឹងដើមឈើរបស់អ្នកទាំងគ្នាធ្វើឲ្យដាច់ hack ឬមួយក៏ធ្វើឲ្យកុំព្យូទ័ររបស់អ្នកទាំងគ្នានោះគាំងហើយ load restart ជាដើមអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នេះទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយជាបន្តទៀត